ថ្ងៃនេះគឺជាថ្ងៃល្អសម្រាប់ឆ្នាំចនិងឆ្នាំមមីដែលត្រូវស្រោចទឹកនៅក្នុងថ្ងៃអង្គារនិងបងប្អូនប្រុសស្រីឆ្នាំមមីឆ្នាំចនេះអាចស្រោចទឹកនៅក្នុងថ្ងៃអង្គារបានបើបងប្អូនប្រុសស្រីកើតនៅក្នុងថ្ងៃច័ន្ទចាការស្រោចទឹកនេះឲ្យត្រូវក្បួនបើយើងដឹងក្បួនយើងពិតជាទទួលបានជាមួយនឹងសេរីសួស្តីយ៉ាងពិតប្រាកដខែនេះគឺជាខែខាងខ្នើតនៅពេលដែលបងប្អូនស្រោចទឹកខាងខ្នើតនេះគឺបែរមុខទៅទិសខាងកើតហើយការអុជធូបនោះមិនបាច់ចាំតម្រូវដូចជាការអុជធូបនៅខាងថ្ងៃរនោចនោះទេសម្រាប់ស្រោចទឹករួចនោះទេតែយើងស្រោចបង្កើតលៀបបង្កើតជ័យសេរីសួស្តីបួងសួងដល់ទស្សបារមីម្ចាស់ទឹកដីរកទេវតាជានាងផ្ទះជានាងដែលនៅថែរក្សាទីជុំវិញពីទីបរិវេណរបស់ផ្ទះរបស់បងប្អូនទាំងអស់គ្នាឬក៏កន្លែងរដូវឬក៏កន្លែងណាទីណាដែលបងប្អូនគិតថារស់នៅហើយក៏ស្នាក់អាស្រ័យដូច្នេះហើយបងប្អូនគ្រាន់តែក្រាប3ដងក៏ធ្វើទៅដឹងគុណដល់ទស្សបារមីម្ចាស់ទឹកដីរកទេវតាពឹងពោដល់ទស្សបារមីទាំងអស់មួយជួយប្រសិទ្ធិប្រព័ន្ធនៅក្នុងទឹកមន្តដាក់ទឹកមកផ្ទាល់បន្តទៀនចូលទៅបាញ់ទៅអបប្អូនឈ្ងុយមានផ្កាដាក់ផ្កាទៅនៅពេលដែលយើងបានឲ្យធូបរួចចប់សពគ្រប់ហើយបងប្អូនអាចយកទឹកនោះទៅលាយដើម្បីស្រោចដើម្បីឲ្យស្រឡះមុខមាត់ព្រឹងដូនតារបស់យើងច្បាស់ណាស់លោកនឹងមកជួយប្រសិទ្ធិរបស់យើងមិនបាច់ចាំទៅធ្វើអ្វីចំណាយប្រាក់កាសអីញញ៉ៃទេធ្វើតែប៉ុណ្ណេះរាសីរបស់យើងចាប់ដើមអស់ប្រសើរបូករួមជាមួយនឹងការសាងល្អគិតល្អរបស់ពួកយើងទាំងអស់គ្នានឹងទទួលបានជាមួយនឹងសុខសុវត្ថិភាពក្តីសុខគឺមានសម្រាប់យើងពេញលេញការរោគមុខរបស់ទទួលទានអ្វីមួយក៏ស្រឡះចិត្តគិតអ្វីប្រាថ្នាអ្វីយើងតែងទទួលបានផលសម្រេចដូច្នេះហើយនេះជារឿងមួយនឹងជាក្បួនមួយដែលបងប្អូនទាំងអស់គ្នាធ្វើឲ្យទទួលបានផលពិតប្រាកដនៅពេលដែលយើងធ្វើនៅក្នុងការសាងល្អការដែលធ្វើក្បួននេះជាពេលវេលាមួយដែលត្រឹមត្រូវសម្រាប់ឆ្នាំសម្រាប់ថ្ងៃការដែលយើងធ្វើបើយើងធ្វើដូចគ្នាបើសិនជាយើងលេខដូចគ្នាមិនអីទេប៉ុន្តែបើយើងជំនឿជឿលើជើងលេខច្បាស់ណាស់នេះគឺជាការពិតបើយើងជឿជំនឿលើជើងលេខគឺយើងជឿនៅអ្វីដែលជាការពិតប្រាកដមិនថាថ្ងៃណាក៏ល្អក៏ប៉ុន្តែល្អសម្រាប់មនុស្សល្អសម្រាប់ថ្ងៃដែលបងប្អូនទាំងអស់គ្នាបានកើតល្អសម្រាប់ថ្ងៃដែលបងប្អូនទាំងអស់គ្នាបានកើតដូច្នេះនេះជាថ្ងៃមួយដែលល្អប្រសើរថ្ងៃនេះមិនបានធ្វើបងប្អូនឲ្យធ្វើថ្ងៃក្រោយវេលាម៉ោងដែលបងប្អូនត្រូវធ្វើបានល្អនោះមានតួលេខមានម៉ោង3ចាសម្រាប់ឆ្នាំមមីនិងឆ្នាំចណាចាមានម៉ោង3ថ្ងៃណាបងប្អូនចាមានម៉ោង3បងប្អូនអាចស្រោចបានឬក៏មានម៉ោង7ក៏បានម៉ោង11ក៏បានប៉ុន្តែបើសម្រាប់ឆ្នាំចធ្វើម៉ោង7សម្រាប់ឆ្នាំមមីធ្វើម៉ោង3ក៏បានណាបញ្ជាក់ហើយចានឹងហើយបងប្អូនធ្វើទៅបងប្អូននឹងទទួលបានជាមួយនឹងសេរីសួស្តីជ័យមង្គលរបស់សុខអ្វីដែលបងប្អូនគិតថាចង់បានសុខចង់បានចម្រើននៅក្នុងការសាងរបស់បងប្អូនបងធ្វើប្រកាសជាបងប្អូនធ្វើប្រកាសជាបានព្រោះដូនតារបស់យើងនឹងចាំមើលតែយើងទេណាអរគុណច្រើន